បុរសម្នាក់ដើម្បីសាកល្បងប្រពន្ធរបស់គាត់តាមពិតទៅនាំស្នេហាដំបូងរបស់គាត់មកយើងបានញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅផ្ទះពួកគេក៏បានស្វាគមន៍គាត់យ៉ាងកក់ក្ដៅម្ដងមួយផងដែរនាំសមាជិកគ្រួសាររបស់អ្នកទាំងអស់ប៉ុន្តែនៅពេលដែលឡើយចុងបានណែនាំអ្នកទាំងពីរពេលប្រពន្ធនៅទីនោះភ្នែករបស់ពួកគេបានជួបគ្នាFleeceបានស្រឡាំងកាំងមួយពិតដែលប៉ះពាល់ដល់របស់ចាស់តើអ្នកជឿលើកេរ្តិ៍ឈ្មោះរបស់ខ្ញុំទេកុំជឿវាអីព្រោះមិនមែនគ្រប់គ្នាសុទ្ធតែជឿវាទេគ្មានអ្វីច្រើនដែលត្រូវពិភាក្សាអំពីលិខិតនោះទេចុះអ្នកទាំងអស់គ្នាវិញតោះបន្តជែកគ្នាអំឡុងពេលអាហារពេលល្ងាចឡើយចុងបានរហូតដោយមិនបានញើសនឹងការពិតគាត់បានប្រែក្លាយទៅជាមនុស្សខ្លាំងប៉ុន្តែអ្នកផ្សេងទៀតទាំងអស់បំផុសគំនិតដោយបរិយាកាសស្ងប់ស្ងាត់នេះ Jane Top ដង្ហើមក្រោមសម្ពាធវាជាសមរភូមិដ៏ធំមួយជាសំណាងល្អប្រពន្ធទី2សុខសប្បាយជាទី1មួយសម្ដែងបានល្អណាស់គាត់មានអារម្មណ៍ស្ងប់ហើយមិនបង្ហាញសញ្ញានៃកំហឹងឡើយគាត់មិនអាចលះបង់សេចក្តីសប្បុរសរបស់អ្នកភូមិទេទៀតបានឡើយនៅល្ងាចនោះប្រពន្ធទី2បានវង្វេងស្មារតីឈីអង្គុយលើគ្រែរងចាំជាមួយនឹងការមកដល់របស់អូតឆុងស៊ីជុនខ្ញុំឈ្មោះកាំងស៊ីជុនមិនមែនគ្រាន់តែអ្នកណាម្នាក់អាចហៅហ្គោបានទេយ៉ាងណាមិញនាងបានឆ្លងកាត់ការផ្លាស់ប្ដូរទាំងស្រុងហើយការនិយាយរបស់នាងបានខ្លាយជានៅក្នុងសង្គមជាន់ខ្ពស់វាជាការល្អបំផុតដែលមិនត្រូវនិយាយភាសាអង់គ្លេសនៅចំពោះមុខមនុស្សវណ្ណៈខ្ពស់ទាំងនោះឃើញស្អាតក្មេងស្រីនៅលីវនឹងនិយាយគំនិតដំបូងជាភាសាអង់គ្លេសនឹងមានខ្ញុំគិតថាអ្នកជាមនុស្សចូលចិត្តសង្គមនេះអាចជាអត្ថន័យនៃការមានចិត្តសប្បុរសពីខាងក្រៅប៉ុន្តែទោះបីជាយើងចែករំលែកបន្ទប់ក៏ដោយពួកគេអាចគេងលើគ្រែតែមួយប៉ុន្តែយប់3ថ្ងៃក្រោយមកប្រពន្ធទី2កំពុងចុចខ្ញុំបានរៀនពីអាហារថាយប់នេះគឺជីរីហួយត្រូវបានឃុំខ្លួននៅក្នុងសន្តាគាររៀបចំពិធីជប់លៀងដ៏អស្ចារ្យមួយសម្រាប់ភ្ញៀវកិត្តិយសថ្ងៃខ្ញុំមិនអាចជួយអ្វីបានក្រៅពីគិតអតីតកាលរបស់ពួកគេគឺដោយសារតែរឿងនេះការចងចាំមួយផ្លេតបានធ្វើឲ្យនាងខ្ញុំបានធ្វើចលនាខុសឆ្គងខ្លាំងណាស់ក្នុងការធ្វើការជ្រើសរើសឲ្យច្បាស់លាស់តើអ្នកដឹងទេថាអ្នកអាចនៅជាមួយស្ត្រីជាច្រើនអ្នកបានប្រសិនបើមនុស្សចែករំលែកស្វាមីដោយគ្មានរឿងនេះវាជាការល្អបំផុតក្នុងការទាញយកស្មានចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអ្នកគិតយ៉ាងណាចំពោះអ្វីដែលខ្ញុំនិយាយលោកម្ចាស់តើប្រពន្ធទី2ត្រូវឬខុសEnergy បានដាស់តឿន Sejan កុំគិតថាអ្នកអាចឡើងជណ្ដើរសង្គមបានស្លៀកពាក់ឆាតឆាយនឹងប្រណិតភាពមកដល់ដោយសម្ងាត់ពេលមកដល់ពិធីជប់លៀងនាងបានស្ដាប់ជីរីហួយបានសម្ដែងយ៉ាងស្វាហាប់នៅលើឆាកអំឡុងពេលថ្លែងសុំទ្រព្យថាខ្ញុំបានដឹងថាជីរីហួយនៅបានឆ្លងកាត់ជីវិតក្រីក្រលំបាកវេទនាដោយសម្រេចបាននៅសេរីរុងរឿងនេះទេនាងមានអារម្មណ៍ជាចាប់ក្នុងចិត្តហើយបានមើលទៅគាត់បានស្ងប់ស្ងាត់នៅពេលដែលលោក Thierry បានបញ្ចប់សុំទ្រព្យថារបស់គាត់បន្ទាប់មកនៅជ្រុងមួយដែលមានពន្លឺស្រអាប់ប្រពន្ធទី2ត្រូវបានគេរកឃើញនៅខាងក្នុងភ្នែកទាំងពីររបិទបាំងមួយសន្ទុះប្រពន្ធទី2បានដឹងថានាងបានធ្វើរួចហើយពេលត្រូវបានលាតត្រដាងហើយពួកគេក៏ប្រញាប់រត់គេចខ្លួនសារពិធីជប់លៀងប៉ុន្តែបានចាក់ចេញយ៉ាងប្រញាប់ប្រញាល់ពេលវាត្រូវបានបើកឡើងដៃក៏របូតចេញប៉ាពេលនាងងាកក្បាលមកគាត់បានត្រឡប់ទៅរកវិញ្ញាណដែលចិត្តខាងគ្នាវិញប៉ុន្តែបានរកឃើញជីរីហួយបានយកកន្សែងដៃមួយហើយចេញទៅឥឡូវនេះនៅចំពោះមុខនាងចិត្តកាន់តែពិបាកយល់ចិត្តថែមទៀតទោះបីជាបុគ្គលិកលក្ខណៈរបស់នាងពិបាកយល់ក៏ដោយការប៉ះក៏ជាទម្រង់នៃការតាក់ទាញមួយដែរប្រពន្ធទី2មែនទេនាងរួចទៅហើយគាត់បានតាក់ទាញបេះដូងរបស់លោកឆងមនុស្សតែងតែមានការប្រកួតប្រជែងកាន់តែខ្លាំងហើយវាកាន់តែពិបាកក្នុងការសម្រេចគោលដៅរបស់ពួកគេអ្នកកាន់តែទទួលបានអ្វីមួយអ្នកកាន់តែចង់បានវាការមានបរិះមានន័យថាអ្នកអាចមានប្រពន្ធ3នាក់និងកូន4នាក់ស្ត្រីដែលជាប្រពន្ធចុងមិនគួររៀបការជាមួយបរិះហើយដូច្នេះវាមានសារៈសំខាន់ណាស់ខ្ញុំសប្បាយចិត្តជំនួសអ្នកខ្ញុំកាលពីអតីតកាលនិងខ្ញុំសពថ្ងៃនៅតែដែរខ្ញុំមិនបានផ្លាស់ប្ដូរទេអំឡុងពេលសន្ទនាជីរីហួយបានរក្សាការសម្ងាត់នាងបានបង្ហាញថានាងកំពុងរងចាំគាត់ប៉ុន្តែភរិយារបស់គាត់គ្រាន់តែអបអរសាទរគាត់ចំពោះសមិទ្ធផលដើម្បីហើយដើម្បីកុំឲ្យខ្មាស់គេគួរឲ្យចម្លែកណាស់ប្រពន្ធទី2គ្រាន់តែជាមនុស្សដែលខ្ញុំជ្រើសរើសដើម្បីចាក់ចេញដោយប្រញាប់ប្រញាល់ប៉ុន្តែគាត់ដោយភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំបានមកដល់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីជូតស្នាមប្រឡាក់នៅពេលនោះខ្ញុំបានជួបរឿងដែលនេះដោយមិននឹកស្មានដល់ស៊ីជូដែលបានមកចូលរួមពិធីជប់លៀងអាហារពេលនេះទៅទៀតស៊ីជូថែមទាំងបានទៅលេងនាងទៀតផងខ្ញុំបានប្រាប់ឡើយចង់អំពីវាហើយអ្នកមិនដឹងទេតើប្រពន្ធទី2របស់អ្នកនៅទីនេះទេខ្ញុំគ្រាន់តែគិតថានឹងចេញទៅរកនាងពិតមែនហើយប្រពន្ធទី2របស់អ្នកគឺបែបនេះស្រស់ស្អាតណាស់ស្ត្រីម្នាក់ដែលគ្មានបរិះប្រសិនបើមាននរណាម្នាក់នៅជុំវិញចុះបើពួកគេនៅក្នុងសង្គមជាន់ខ្ពស់វិញអ្នកដែលស្គាល់នាងអាចយល់ច្រឡំថានាងជាមនុស្សមានឋានៈខ្ពស់វាមិនល្អទេប្រញាប់ឡើងទៅរកនាងជុំចាស់បានផ្លាស់ប្ដូរភ្លាមបន្ទាប់ពីរឿងនេះមុខរបស់គាត់មិនដែលនឹកស្មានដល់ទេពីថ្ងៃក្រោយមកគាត់នៅតែដេកក្នុងដៃនាងស្ត្រីដែលបានស្ពស់យ៉ាងម៉ឺងម៉ាត់បែបនេះឥឡូវនេះគាត់បានទៅណាត់ជួបជាមួយអតីតគូស្នេហ៍របស់គាត់ស្វាមីឥឡូវនេះបន្ទាប់ពីត្រឡប់មកផ្ទះវិញលោកគេបានទៅត្រង់ទៅប្រពន្ធទី2នៅខាងក្នុងបន្ទប់នោះពួកគេមិនដឹងថាពួកគេនឹងឃើញអ្វីរបស់គាត់បានលងទុកព្រួយរបស់នាងនៅក្នុងស្រែខ្វេಶಾវដោយអបក្រសោបជីវិតគ្រប់ប្រភេទលេហើយ